រឿងកុហកតបោះលួចគេវាក្រាន់គេទាន់វាក្រាលក្នុងអតីតកាលនៅក្នុងក្រុងពារាណសីមានតបោះមួយរូបឈ្មោះកុហកអាស្រ័យនៅក្នុងព្រៃនាបណ្ណាសាលាដែលកដុំពីរកសាងប្រគេនហើយតែងនិមន្តទៅឆាន់នៅផ្ទះកដុំពីរក៏នុបរាល់ថ្ងៃកដុំពីរជឿថាតាបោះនេះជាមនុស្សមានសិលធម៌ក៏យកមាសឆ្កោទាំងរយទៅផ្ញើនឹងលោកកប់ក្រោមបណ្ណាសាលានោះព្រោះបើទុកនៅឯផ្ទះខ្លាចចោរលួចចោរប្លន់ហើយពូលទូលលោកថាលោកម្ចាស់ដ៏ចម្រើនសូមទានមេត្តាថែទ្រព្យសម្បត្តិនេះឲ្យខ្ញុំប្រករុណាផងតបោះពូលថាអាវុសោធម្មតាបព្វជិតទាំងឡាយគេមិនលោភលន់ចង់បានទ្រព្យអ្នកដទៃទេក៏ដុំពីរមានសេចក្តីកក់ក្ដៅជាពុនពេកក៏ពោលថាខ្ញុំប្រករុណាសូមអរគុណលោកម្ចាស់ជាពលឹកទើបត្រឡប់ទៅផ្ទះវិញកុហកតបោះថែទាំទ្រព្យនោះបាន3-4ថ្ងៃក៏កើតចិត្តលោភលន់លួចយកទ្រព្យនោះទៅកប់នៅក្បែរចន្លោះផ្លូវរួចហើយត្រឡប់មកវិញពេលថ្ងៃឡើងក៏ទៅធ្វើផត្តកិច្ចនៅផ្ទះកដុំពីរនោះដោយធ្វើឧបាយកលយ៉ាងចំណានដើម្បីកុំឲ្យគេសង្ស័យក៏ពោលប្រាប់ថាអាវុសោអាត្មាអាស្រ័យនៅលើផ្ទះអ្នកអស់កាលយូរលង់ណាស់មកហើយព្រោះថាកាលនៅច្របូកច្របល់ដោយមនុស្សទាំងឡាយក្នុងទីតែមួយអស់ពេលវេលាយូរពេកជាហេតុនាំឲ្យคล้ายទៅជាមន្ទិលដល់បណ្ឌិតទាំងឡាយដូច្នេះអាត្មាសូមចម្រើនពរទៅទីដទៃហើយកដុំពីរអង្គអង្វរយ៉ាងណាក៏កុហកតបោះមិនព្រមព្រោះលោកធ្វើឧបាយកលដើម្បីនឹងបោកប្រាស់កុហកកដុំពីរនោះលុះចម្រើនពររួចហើយក៏យកស្បូវមួយលាក់នៅក្នុងផ្លូវសក់ទើបដើរចេញផុតបន្តិចក៏ត្រឡប់មកវិញកដុំពីរឃើញតបោះនោះក៏សួរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនលោកម្ចាស់និមន្តត្រឡប់មកវិញនេះតើមានការអ្វីតបោះពូលថាអាវុសោអាត្មាត្រឡប់មកវិញនេះព្រោះមានស្បូវមួយសរសៃលាក់ពីលើដំបូលផ្ទះអ្នកមកទៅនៅលើភ្នោសក់អាត្មាព្រោះថាបព្វជិតទាំងឡាយគេមិនដែលប្រព្រឹត្តធ្វើអតនីទានទេកដុំពីរពោលថាចោលទាំងឡាយគេមិនដែលប្រព្រឹត្តអតនីទានទេកដុំពីរចោលទៅលោកម្ចាស់គាត់មានសេចក្តីជ្រះថ្លាជាពុនពេកចំពោះតបោះកុហកនោះបានលាន់មាត់ថា
អណលោកម្ចាស់នេះមានសេចក្តីចំអៀតរង្គៀសក្នុងសិលរបស់ខ្លួនសពបើគ្រាន់តែស្បូវមួយសរសៃនេះគ្រានោះព្រះពោធិសត្វរបស់យើងបានចេញទៅធ្វើជំនួញនៅនាស្រុកបច្ចន្ទគ្រាចូលទៅសំណាក់បកអាស្រ័យនៅផ្ទះនោះបានឮសម្ដីតបោះពូលបែបនេះក៏សង្ស័យគិតថាច្បាស់ជាតបោះកំណាចនេះលួចយករបស់អ្វីមិនខានហើយទើបសួរកដុំពីរថាអ្នកមានផ្ញើអ្វីនឹងតបោះនេះដែរឬទេលុះឮពាក្យឆ្លើយក៏ប្រាប់កដុំពីរទៅមើលទ្រពនោះមើលដោយប្រញាប់ប្រញាល់កដុំពីររត់ផងដើរផងទៅបណ្ដាណាសាលារកមើលទ្រពគឺមាសមិនឃើញក៏រត់មកប្រាប់ពោធិសត្វថាសម្លាញ់ទ្រព្យសម្បត្តិវិនាសបាត់អស់ទៅហើយជនទាំងពីរអ្នកគឺកដុំពីរនិងពោធិសត្វក៏រត់តាមតបោះនោះតាន់ចាប់ចងទាត់ធាក់ឲ្យនាំយកមាសមកឲ្យវិញតបោះឈឺពេកក៏នាំជនទាំងពីរនោះបង្ហាញកន្លែងដែលខ្លួនកប់មាសយកទៅកប់នៅទីនោះព្រះពោធិសត្វឃើញមាសហើយក៏តេះដៀលពោលតបោះនោះថាណែចដិលកោងអ្នកប្រសពធ្វើសេចក្តីសង្ស័យក្នុងសិលរបស់ខ្លួនសំបីក្នុងទង់នៃស្បូវមួយសរសៃអួតអាងថាខ្លួនមិនប្រព្រឹត្តអតនិន្ទាចំពោះវត្ថុទាំងឡាយសំបីតែស្បូវមួយតងឡើយឥឡូវស្រាប់តែលួចយកមាសប្រាក់របស់គេទាំងយប់យ៉ាងនេះទើបពោលឲ្យអវាទថាអ្នកឯងក្រោយៗកុំប្រព្រឹត្តកុហកលួចយកទ្រព្យគេយ៉ាងនេះទៀតព្រោះជាអំពើថោកទាបណាស់នាំឲ្យតែខ្លួនឈឺលំបាកវេទនាចាប់ឥតប្រាក់ស្រានដោយទរណកម្មនៃអំពើអតនីទានេះឯងហើយស្រាយតបោះនោះអំពីចំណងវិលមកផ្ទះជាមួយនឹងកដុំពីរវិញ